xua bằng ចា bà mình chơi môi nào ខ្ញុំឆេងគុំឈွန် ấy sập ngay luôn nơi nào này នៅកំពង់ចាម hôm ấy không ấy đấy này này hôm ấy sừng cắt đấy ភូមិទី6សង្កាត់វាលវង sừng cắt viền vòng ចា khai từ bóng tràm ខេត្តកំពង់ចាម bà em ban tinh sân nó mau màn cho nam mày ខ្ញុំទិញតាំងពី2015 vì bọn đọc ram ចា cân đà là 7 cho nam mày ចា8ឆ្នាំ hay ca bị đam tập bóng nó ở ca nó bong từ xạ nơi mà chạm mình đốt là bằng nào ចាចានៅ cá nó chưa ấy khăn gần không ក្នុងទឹកនំផ្អែមហើយលើឈាម từng nôm bám đôi xiêm ចាហើយអាចចកេះហ្នឹងវាខូចតាំងពីមុនមកប៉ុន្តែកាលនោះអត់ទាន់ឈឺទេណា mà toàn chưa khăn អាចអត់ទាន់ឈឺខ្លាំងទេ kia từ say nè គៀបតែហ្នឹងដល់ពេលដេកម៉ាស៊ីនហ្នឹងដេកមកវាអត់ដែលឈឺមករហូតតោះតែខ្ញុំខានដេកហ្នឹងបានវារើមកឈឺហ្នឹង hay chắc ở bóng ca từ sầm ăn xạ nơi chạm đồ từ xạ ban màn khai đấy ca không ខ្ញុំភ្លេចទេនេះបើមិនតិចគោពីក្រោមពី3ខែ từ xạ nơi chạm đó luôn nè ចាចា hay bây giờ xạ nó chụp phao bị bay khai hay nằng sổ mày khai ខ្ញុំគេងទៅស្គាល់ខ្ញុំអត់ឡើងទេចិត្តស្គាល់អត់ឡើងទេណាហើយឈាមខ្ញុំពូថេដែរ bà ចាហើយវាអត់មានផលពិបាកទេដេកទៅវាទៅជាស្រួលមកវិញអញ្ចឹងណា tôi thọ miền Bắc cam mày vậy មានប្រតិកម្ម Bắc cam mày khai ប្រតិកម្មទៅជាល្ងាក្តៅខ្លួនណា cái đại luôn hay mày tiệt តែដល់ពេលអញ្ចឹងទៅខ្ញុំចេះធំដេកទៅខ្ញុំឈប់ពេធំដេកទៅទូយូរទៅស្រាប់តែវាបាត់ទៅណាដេកអីមកវិញ ai giờ xa ban màn khai mình tình ខ្ញុំអញ្ចឹងខ្ញុំភ្លេចកន្លែងហ្នឹងប៉ុន្តែមិនក្រោមពី3ខែ hay có tình môi tới គូទិញមួយទៅ à về tình nó tập hẹp câu thầm mày rồi ខ្ញុំនិយាយជឿឲ្យកូនថាខ្ញុំថាកូនឲ្យម៉ែសុំលុយទិញម៉ាស៊ីនដេកមួយណាម៉ាស៊ីនហ្នឹងប្រៀបធៀបដូចពេនដុកទ័រមួយអញ្ចឹងកូនខ្ញុំថាអញ្ចឹងណា bà ថាដល់ពេលទៅថាម៉ែសុំលុយទិញដំបូងនិយាយអញ្ចឹងដល់សាក្រោយខ្ញុំថាឲ្យម៉ែសុំលុយទិញពេទ្យដុកទ័រមួយដាក់លើផ្ទះហើយកូនគាត់ថាម៉ែឯងចាត់ទុកម៉ាស៊ីនដូចពេទ្យដុកទ័រម៉ែម៉ាស៊ីននោះអស់ចាមែនខ្ញុំថាគាត់ថាអញ្ចឹងណា bà ខ្ញុំថាម៉ាក់កូនអើយម៉ែដេកទៅវាមានអារម្មណ៍ថាស្រួលខ្លួនជាងមុន số nó số rằng mấy khai ពីដំបូងខ្ញុំពីអាចស្គាល់យើងខ្លាំងវាមិនស្វាងភ្នែក bà ហើយខ្ញុំដោកកតុយថ្លៃនេះលោកគ្រូ bà ខ្ញុំដេកទៅខ្ញុំយកអាដុំគុជហ្នឹងមកស្អំភ្នែកខ្ញុំ bà ដល់ស្អំទៅកតុយថ្លៃខ្ញុំក៏បាត់ដែរ bà ស្រាប់តែលេងឃើញដុសសាច់វាឡើងដល់ប្រសើរយើងហ្នឹង năng này ស្រាប់តែដេកទៅលាយបាត់ ក្នុងខ្លួនយើងស្រួលតោះ ក្នុងខ្លួនយើងក៏ស្រួលធម្មតាមកដល់រងថ្ងៃហ្នឹងដែលខូចខ្ញុំហៅលោកគ្រូមកធ្វើហ្នឹងដោយសារ bà វារើមកវិញយើងឈប់ដេក បងខានចុះពេលដែលទិញមក8ឆ្នាំហ្នឹងខានប្រើហើយបានឆ្នាំ ខានគេងតាំងពីមកកូវីដមក មកកូវីដ មកដល់ឥឡូវយូរមិនតិចទេ បាទហើយមូលហេតុអីមិនឈប់ដេក មូលហេតុជប់ដេកមកពីម៉ាស៊ីនវាខូចផង វាខូចទី ខូចផងទី1ហើយទៅនឹកឃើញថាអើខ្ជិលធ្វើដូចនិយាយលេងអីដែរអញ្ចឹងណា ហើយណាមួយខ្លាចនេះ ណាមួយ ដេកយូរ ខ្លាច ក្តៅហ៎ ខ្ញុំថាដេកយូរទៅគីឡូយើងគិតថាប៉ិនអាំងត្រីម៉េះអាំងយូរវាមិនស្ងួត បាទ អញ្ចឹងខ្លាចដេកយូរទៅដួលស្ងួតខ្លាញ់នៅក្នុងឆ្អឹងនេះខ្លាចឆ្អឹងហ្នឹងវាស្រួយអីក៏វា ហើយដល់ពេលឈប់ដេកអញ្ចឹងឈឺវិញអស់ហើយ ដល់ពេលខ្ញុំដេកឈឺឥឡូវហៅលោកគ្រូមកធ្វើវិញ បាទតែអាហ្នឹងការគិតរបស់យើងខ្លួនឯង ហ្នឹងហើយហ្នឹងខ្ញុំការគិតរបស់ខ្ញុំខ្លួនខ្ញុំទេខ្ញុំនឹកឃើញខ្លួនឯងទេ តែចាស់ស្ដាយអត់ទេ ទេខ្លួនឯងអត់ទេ តែស្ដាយបើដេកជាប់រាល់ថ្ងៃស្រួលខ្លួន ដេកជាប់ប្រហែលជាខ្ញុំអត់ អត់ឈឺអាចកេះហ្នឹងវិញទេ អត់ឈឺជើងទេអត់ឈឺចកេះនេះ ឥឡូវហ្នឹងជំងឺឥឡូវអាជំងឺចកេះនេះរាល់ថ្ងៃវាធ្វើទុកមិន ជំងឺចកេះខ្ញុំហ្នឹងចុក ចុកហ្មង ចាចុកហើយចុកស្ពឹកដល់កែងហើយរៀងក្តៅលោកគ្រូ បាទ ចំផ្លូវក្តៅហ្មង អាហ្នឹងជំងឺគៀបផ្សាយ ពិសេសកន្លែងនេះមួយទៀតមិនសិនហ្នឹងណាកូនខ្ញុំនេះវាកើតដុំគីហ៎ បាទបាទហ្នឹងកូនណោះ កូនស្រីខ្ញុំហ្មងណា បាទ នេះចំតានេះបើប៉ុណ្ណឹងខកខ្នោលោកគ្រូឲ្យស្អំតែមួយទឹកទេណា អត់លឿយបាត់ បា អា ត់ ណា ទៅរងថ្ងៃហ្មងហើយខ្ញុំដៃខ្ញុំតានេះមួយដែរចំតានេះ បាទ ខ្ញុំហាត់ប៉ុន្តែខ្ញុំក៏នៅតែហាត់ប្រាណដែរខ្ញុំ បាទបាទហ្នឹងហើយបង ដល់ពេលកន្លែងហ្នឹងខ្ញុំដើរហាត់ប្រាណរងថ្ងៃស្រាប់តែឈឺដៃលើកឡើងវិញឈឺដៃលើកឡើងវិញថាកូនម៉ែគាត់ទៅដើរហាត់ប្រាណសោះហេតុអីបានទៅឈឺដៃលើកអត់រួចតទៅថ្ងៃនោះអត់ចាប់អារម្មណ៍នឹងស្ទាបដៃហ្នឹងឯណាដល់ទៅស្ទាបទៅធំមកប្រព័ន្ធវាជើងខ្ញុំពេលខ្ញុំគេងជប់ខ្ញុំបើកភ្លើងហ្នឹងហើយខ្ញុំដាក់ពីលើដៃខ្ញុំទៅខ្ញុំដេកចោលទៅ គេងចិត្តម៉ាស៊ីនហ្នឹងណា ចាខ្ញុំដេកនៅអែបម៉ាស៊ីនហ្នឹងទៅបើកភ្លើងទៅ
យកអាដុំនឹងមកដាក់ពីលើដៃនឹងទៅខ្ញុំដេកទៅវាលុតស្មានណាលុតទៅបាក់ទៅរងថ្ងៃអត់ឃើញមកវិញផងបាទចឹងគាត់ច្រើនថានេះមានអត្ថប្រយោជន៍ច្រើនមកច្រើនចំពោះខ្ញុំមានអត្ថប្រយោជន៍ច្រើនណាខ្ញុំអត់អាចចោលបានទេបាទដល់ពេលមកនេះដល់ពេលវាអាចឈឺនឹងគាត់ន័យថាវាមានសារៈសំខាន់ចំពោះខ្ញុំច្រើនហ្មងបាទអាពីមុនយើងគិតថាហើយចលែងទៅអីហ៎ដឹងឃើញថាវាជាហើយវាលេងអីហើយអញ្ចឹងពួកអាចខានបានក៏ខានទៅអញ្ចឹងណាបាទហើយស្រាប់តែអីវាឈឺមកវិញទៅវាឡងមកវិញបាទសូម្បីតែយើងទៅពេទ្យមិនមែនទៅម្ដងជារហូតទេខ្ញុំឲ្យណាមួយបន្តិចម៉ាស៊ីនហ្នឹងចេះទៀតឲ្យកូនថាស្អីម៉ែម៉ាស៊ីននេះគូចាប់ដូចពេទ្យដុកទ័រហើយទៅខ្ញុំថាកូនបើសិនជាម៉ែឈឺឧទាហរណ៍ថាឈឺខ្លាំងទៅថៃទៅដល់វៀតណាមពួក3000ហ្នឹងមើលមិនគ្រាន់ដែរខ្ញុំនិយាយចឹងណាបាទបានកូនឲ្យលុយមកទិញហ្នឹងបាទនោះអូយតែមិនមែនខ្ញុំនិយាយចេញពីចិត្តអញ្ចឹងមែនហ្មងក្នុងចិត្តខ្ញុំបាទខ្ញុំគិតឃើញអញ្ចឹងតាមការជាដាច់ចិត្តទិញដំបងអត់ដាច់ចិត្តដែរវានឹកថាគេថាចេះcòn là một sân muối còn bơ sân nhiệt tình là làm gì là mồ mà cái ấy cái làm gì cha chán á tình làm ăn chi rồi hiện nó tình một sân tao dừng cơ tha chỉ vật bao nhiêu từ lại phần làm mùi men còn tại giờ dừng luôn nơi từ một kia đó mười một con từ một kia này cuối con cơ tha máy ơi bên vừa ấy cầm cá cô còn tôi được cho trường học đây បាទខ្ញុំនេះហ្នឹងគ្រូដំបងហ្នឹងខ្ញុំដើររួចទេខ្ញុំហ្មងហើយខ្ញុំអត់ធូរទៀតអាពេលឈឺដំបងហ្នឹងពេលបាញ់មានជំងឺទឹកនោមផ្អែមលើឈាមហ្នឹងដំបងហ្នឹងខ្ញុំញ័រធូរហើយខ្ញុំដើរអត់ចង់រួចទេបាទចុះដើរញ័រទៅអា5 6ឆ្នាំដែលប្រើវាជាប់ជំងឺទាំងពីរមុខហ្នឹងឃើញថយច្រើនចង់និយាយថាវាអត់ឡើងបាទស្ករក៏មិនឡើងអាឈាមយើងដឹង11 12ទៅប៉ុណ្ណឹងហើយក៏អត់សូវញ័រទៀតដែរបាត់អាញ័រហ្នឹងមកហើយចុះថាអាពេលប្រតិកម្មក្អួតអីមិនហ៎ពេលនោះវាធ្វើទុកថាពេលនោះពេលដូចថាប្រហែលថ្ងៃ4 5ថ្ងៃអីចឹងណាមួយទឹកអីចឹងទៅដល់តែក្អួតច្រើនហ្មងអាក្អួតនោះខ្ញុំចង់និយាយខ្ញុំខ្លាចទីខ្ពើមបាទពេលខ្ញុំកំពុងកាលនោះខ្ញុំដេកអាកន្លែងគេបើកអត់អស់លុយនោះមួយវគ្គខ្ញុំចេញពីនោះមកពេលថ្ងៃខ្ញុំទៅដេកកន្លែងគេយកលុយមួយវគ្គទៀតទៅដេកទៅខ្ញុំឈឺពោះខ្ញុំញ័រទ្រូងឈឺក្បាលខ្ញុំថាចុះខ្ញុំដេកយំណាម្ចាស់ផ្ទះគាត់ថាចេះនៅនឹងគេហៅខ្ញុំថាម៉ែភួងឲ្យកូនខ្ញុំឈ្មោះភួងអាបងហ៎បាទគាត់ថាធំបានអត់បើធំអត់បានទេគាត់បិទម៉ាស៊ីនហ្នឹងខ្ញុំស្ដាយវគ្គដេកអស់ខ្ញុំថាអត់អីខ្ញុំធំបានដល់ពេលរួចចប់ខ្ញុំសុំគាត់ចូលប្រគុណលោកគ្រូវិញមកមួយចានប្រគុណពេញហ្មងក្អួតពេញចានគាត់មិនក្អួតទេរៀកមកតែហ្មងហើយអាក្អួតនោះវាផ្សេងទៀតស្រាប់ពីធំនោះមកនិយាយហើយពោះខ្ញុំធំណាថើម7 ខែអញ្ចឹងដល់ពេលរួចទៅស្វិតអស់ទៅខ្ញុំចាប់ពីធំនោះមកស្រាលខ្លួនហ្មងបាទខ្ញុំមានអារម្មណ៍ថាមនុស្សផ្សេងមួយទៀតមានថាដូចយើងសម្អាតតែថាមេរោគដូចលើថាមេរោគនោះវាចុះមកអស់ហ្មងបាទហើយមិនមែននេះរោគដូចរោគចឹងពេចបាទយើងមើលទៅក្នុងចានហ្នឹងបាទដូចមានអីទេពេចដឹងស្អីខ្លះទៅទៅយើងញ៉ាំបន្លែស្រស់ផងអីខ្លះសោះបាទហើយចារបៀបប្រើនៅផ្ទះយើងស្រួលទេអត់អីផងអារបៀបយើងឈឺកន្លែងណាយើងដាក់កន្លែងហ្នឹងបានខ្ញុំឈឺទៅណាដាក់ទៅនោះជាពិសេសអាកម្មវិធីខ្ញុំភីច្រើនដាក់ដាក់ចកេះកាប់មុខទូទៅបានដាក់វាព្យាបាលទៅនោះបែបហ្នឹងហើយបើខ្ញុំឈឺចកេះហ្នឹងខ្ញុំបញ្ជាឲ្យគាត់ឲ្យគេអត់វាប្រើតែកន្លែងចកេះហ្នឹងណាខ្ញុំដេកទៅចាកម្មវិធីកាប់មុខសាប្រើខ្ញុំអត់សូវនេះហ្មងទេអត់សូវដាក់ហ្មងទេបាទពួកខ្ញុំពះពវៀនខ្ញុំអត់អីបាទចាអញ្ចឹងជាចង់ក្រោយមានពាក្យពេចន៍អីនិយាយទៅនិយាយតានៅដល់ហើយខ្ញុំនិយាយធំមកមានអីគាត់ថាចង់ផ្ដាំទៅបងប្អូនដែលចង់មានជំងឺដូចខ្ញុំអញ្ចឹងណាឲ្យគាត់ទិញប្រើទៅអត់ខុសបំណងទេព្រោះខ្ញុំមិនថាមិនមកជាមនុស្សផងបើស្បែកខ្ញុំឡើងខ្មៅលោកគ្រូបាទអុយអ្នកស្រុកគេសួរថាអត់ដែរទៅធ្វើចកាទេអត់ដែរទៅណាទេមិនក៏ខ្មៅម៉េចហ្នឹងហើយដល់ពេលខ្ញុំដេកម៉ាស៊ីននឹងដេកយូរទៅវាអាលុបហុចនេះទៅនេះខ្ញុំលោកគ្រូដូចគីងគូស្បែកឡើងគ្រើមដូចគីងគូហ្មងឥឡូវបាត់អាហ្នឹងអស់លីងឥឡូវបាត់ហើយហុយតែខ្ញុំតែលេបលេណាមិនបាត់ដោយសារលេបលេណាអញ្ចឹងអរគុណច្រើនណាស់បាទជួយដល់មកពិភាក្សាចាបាទគ្រូបងធ្វើឲ្យ
8 ឆ្នាំខូច2 ដងមកណា ពីដងសារដំបងនឹងផ្ទុះអានោះនឹងសាច់វាដុំភ្លើងហ្នឹងមិនដឹង បាទឥឡូវខាងក្រុមហ៊ុនគេមិនធ្វើឲ្យពិតជាមកធ្វើឲ្យមែន អង្គុយគឺចុក